អបអរសាទរម៉ាក់ថាណាត់ជួបគ្រូពេទ្យបានកូនលើបានកូនមុនបាត់អត់អីទេអូនហ្នឹងហើយចឹងជាបន្តទៅទៀតហ្នឹងអូនគឺអូនថែទាំសុខភាពឲ្យលើស10ថ្ងៃអូនអាចអញ្ជើញមើលអេកូឃើញច្បាស់ណាអូនណា10ថ្ងៃអាចមើលឃើញហើយបើថាអូនទៅមើលផ្លូវភ្លាមមើលអត់ឃើញទេណាអូនអាចអញ្ជើញមកជួបបងក៏បានដែរមកជួបបានម្ដងពីរដងឬក៏អឺអាចថែទាំរហូតដល់3ខែ5ខែចាំទៅសម្រាលនៅតាម clinic ឬមួយក៏មន្ទីរពេទ្យដែលអូនជ្រើសរើសក៏បានដែរប្រសិនបើអូនមកជួបបងចាំឆាត់ណាត់បងមុនមួយថ្ងៃជួនកាលមានទីពោះដំបងអញ្ចឹងអ្វីដែលសំខាន់ណែងតមលើកធ្ងន់ណាហើយការរួមភេទសូមប្រយ័ត្នអាចថយចុះចំនួនដងឬក៏តមសិនរហូតដល់កូនលើសពី3ខែព្រោះកូនខូចតែក្រោម3ខែទេកាលពីហ្នឹងមានធ្លាក់សរលមាស់ធំក្លិនឬក៏ធ្លាក់ឈាមពីទូជាសញ្ញាគម្រាមមលូតត្រូវមកជួបគ្រូពេទ្យវិញភ្លាមអញ្ចឹងណាកាលពីហ្នឹងត្រូវហូបទឹកមួយថ្ងៃបាន3លីត្រហើយហូបបន្លែផ្លែឈើកុំឲ្យមានក្តៀនកុំឲ្យទល់លាមកហើយលាងដៃស្អាតមុនញ៉ាំអាហារណាដែលអាចប្រុងរាករសអូនកុំញ៉ាំព្រោះអាហារទាំងអស់ហ្នឹងកាលណាយើងមានរាករសហើយនឹងទាស់នោមគឺវាអាចបណ្ដាលឲ្យមានគម្រាមរលូតហើយថ្នាំជាតិដែកមានតួនាទីសំខាន់ក្រៅពីជំងឺគ្រាប់ឈាមម្ដាយនិងកូនហើយជួយរក្សាគភ៌ផងដែរអញ្ចឹងអូនត្រូវចាប់ផ្ដើមញ៉ាំថ្នាំជាតិដែកណាជាតិដែកនឹងមណ្ឌលឲ្យនៅមន្ទីរពេទ្យក៏ដោយចំពោះវីតាមីនអីផ្សេងអូនអាចហូបបន្ថែមតែជាតិដែកជាសារៈសំខាន់ត្រូវតែហូបអាចញ៉ាំទាំងវីតាមីនញ៉ាំទាំងជាតិដែកផងដែរចាអ្នកគ្រូហ្នឹងហើយអបអរសា